ខ្ញុំចូលចិត្តគូគំនូតាក់ទងនឹងស្ត្រីដោយសារតែខ្ញុំមានប្រវត្តិជូរចត់មានប្រវត្តិលំបាកហើយមានប្រវត្តិដែលគេហៅថាចូលលក្ខណៈតាមលើវិកលច្រកខ្លាំងខ្ញុំមានវិបត្តិនៅមួយហើយវាទាញឲ្យខ្ញុំនៅចូលទៅក្នុងផ្លូវងងឹតខ្លាំងមែនតើហើយវាធ្វើឲ្យខ្ញុំពិបាកក្នុងការរកជីវិតស្រស់ស្រាយឡើងមកវិញបានប៉ុន្តែគំនូវាបានជួយឲ្យខ្ញុំច្រើនមិនថាភាពស្ងប់ស្ងាត់ការយល់ឃើញការវិនិច្ឆ័យផ្សេងៗគឺវាបានជួយខ្ញុំច្រើនឲ្យខ្ញុំនឹងស្រស់ស្រាយឡើងវិញបានអាឡូបងចាសួស្តីហើយថ្ងៃនោះពីខាងណាបងខ្ញុំមកពីខេត្តកណ្ដាលអូនខេត្តកណ្ដាលចាខ្ញុំមកពីបៃតានេះចាកំពុងតែចេះដោយសារតែខ្ញុំធ្លាប់ខ្ញុំមានគេហៅថាការធ្លាប់មានជំងឺផ្លូវចិត្តចាហៅថាមានវិបត្តិដែរជំងឺគាត់ហើយខ្ញុំលឺបងខ្ញុំលឺអ្នកដទៃគេប្រាប់មកបងមានវិបត្តិផ្លូវចិត្តពីមុនគេថាប្រហែលឆ្នាំក្នុងតាំងពេលណាតាមការពិតបងមានជំងឺវិបត្តិផ្លូវចិត្តហ្នឹងច្រើនដងណាពីមួយអូនដល់ដឹងអញ្ចឹងខ្ញុំចង់ប្រាប់ថាជំងឺផ្លូវចិត្តដែលខ្ញុំបាក់ហ្នឹងគឺទីមួយក្រុមគ្រួសារទាំង7នាក់គឺស្លាប់នៅចំពោះមុខខ្ញុំទាំងអស់នេះជាជំងឺមួយដែលធ្វើឲ្យខ្ញុំបាក់ទឹកចិត្តទី1ទី2ខ្ញុំនៅសម័យខ្មែរក្រហមហ្នឹងគេចាប់រំលោភរហូតដល់យើងមានកូនទៀតអញ្ចឹងហ្នឹងវាបាក់ទឹកចិត្តធ្ងន់ធ្ងរមិនអាចថាខ្លួនឯងបានដល់ថ្ងៃនេះទេអត់គិតទេអត់គិតស្មានទេណាប៉ុន្តែយើងគិតខ្លួនឯងថាយើងមានបងប្អូនម៉ែឪ7នាក់ស្លាប់អស់នៅសល់តែយើងមួយបើសិនជាយើងទុនជ្រាយនៅការបាក់ទឹកចិត្តរបស់យើងគឺធ្វើឲ្យយើងហ្នឹងយើងបដូរខ្លួនយើងបដូរប្រាណរហូតដល់គេចាប់ទម្លោប៉ានកូនគឺយើងដើម្បីរស់លើកស្ទួយជីវភាពគ្រួសារលើកស្ទួយជីវភាពគ្រួសារអតលពលបើសិនជាយើងគិតថាអ្វីដែលកើតឡើងយើងទុនជ្រាយវាស្មើនឹងសូន្យត្រង់ចំណុចនេះហើយដែលបងខំប្រឹងរើបំរាស់រហូតដល់ថ្ងៃនេះខ្ញុំមានរហូតបាក់ទឹកចិត្តរហូតដល់ខ្លួនឯងឈួតដើរស្រាក់ខោមកតែគេតាំងចិត្តពួយថារឹងមាំខ្ញុំជាកូនស្រីម្នាក់ខ្ញុំនឹងប្រឹងខ្ញុំនឹងតស៊ូងើបដួលងើបយកបងបើខ្លួនឯងរហូតដល់ខ្ញុំសម្រេចចិត្តថាចុងក្រោយរបស់ខ្ញុំនេះខ្ញុំសម្រេចចិត្តថាប្រពៃណីខ្មែរទៅរៀបការចង់បានរៀបការខ្ញុំក៏សម្រេចចិត្តយកប្តីមួយទៀតយកខ្ញុំរៀបការតាមប្រពៃណីខ្មែរអញ្ចឹងទៅខ្ញុំបានកូនស្រីមួយរហូតដល់កូនស្រីខ្ញុំចិញ្ចឹមគាត់បានអាយុ14ឆ្នាំហើយដល់សម័យយើងឥឡូវបច្ចុប្បន្នឥឡូវនេះតឡងកូនខ្ញុំទៅសាលាចាកូនខ្ញុំទៅសាលាឲ្យត្រូវឆ្នាំរបស់គេអញ្ចឹងគេដាក់ឆ្នាំអញ្ចឹងកូនស្រីតែមានខាន់ស្លាមមានតែគាត់មួយព្រោះខ្ញុំបាក់ទឹកចិត្តមួយស្អាតទៀតតពួកហើយគិតថាជន់លើជន់ណាជន់លើជន់គិតថាអារម្មណ៍ខ្ញុំវាផ្លិតប៉ុណ្ណាបើយប់មួយថ្ងៃដល់ល្ងាចយប់ងាយឡើងម៉ោង6យប់បានកូនខ្ញុំផ្ញើ location មកដឹងខ្លួនពីស្លាប់គាត់ផ្ញើ location មកខ្ញុំថាគាត់ទៅកន្លែងណាខ្ញុំក៏អន្តរាគមន៍ទៅរកគាត់ទៅបានឃើញគាត់មកតផ្ទះខ្ញុំទំធាពេលណាខ្ញុំនិយាយរឿងខ្ញុំប្រាប់ទេតែប៉ុណ្ណេះខ្ញុំអត់ដឹងមកពីណាទេខ្ញុំយកបងចាវាបាក់ទឹកចិត្តមហាសិនបាក់ទឹកចិត្តហើយតែការបាក់ទឹកចិត្តខ្ញុំតស៊ូលើងើបឡើងបានខ្ពង់ខ្ពស់បានរុងរឿងដល់ថ្ងៃនេះដោយសារកូនមិនថាកូននៅស្រុកខ្មែរមិនថាកូននៅក្រៅប្រទេសទេខ្ញុំរឹងមាំដោយសារកូនទី1ទី2ខ្ញុំ
còn đã chỉ hộp xa to tại sao tại mà lớn đi nhưng cắt xa bà bay ở đây lụa làm bay bầm bập mấy cá cất bỏ nhung hộp xa cứ là trên tư nhung chuyện là ok lại đã cua xa bậc cua anh nhá cái là tư ทำไมเอาខ្លួនឯង cha បំភ្លេច cha bom plek នឹងវិធីសាស្ត្ររបស់បង cha ចង់វិធីតាបងមើលឃើញថាវាដែលវិធីសាស្ត្រឲ្យយើងអាចបំភ្លេចវិបត្តិនឹងពេលបច្ចុប្បន្ននឹងភ្លាមហ្នឹងពេលខ្លះខ្ញុំយល់ថាពេលខ្លះយើងធ្វើយើងមិនមែនចង់ឲ្យគេមើលឃើញយើងថាវាយើងធ្វើអញ្ចឹងទៅអស្ចារ្យឬក៏ប៉ុណ្ណាទេឬក៏ចង់បង្អាញប៉ុន្តែពេលខ្លះយើងធ្វើដើម្បីខ្លួនឯង cha tập trời ហ្នឹងហើយបងខ្ញុំយល់ព្រោះខ្ញុំក៏ខ្ញុំនៅក្មេងប៉ុន្តែខ្ញុំក៏មានវិបត្តិនៅក្នុងខ្លួនហ្នឹងខ្ញុំគ្រាប់គេធ្វើបាបតែកំប៉ុតទៅខ្ញុំអត់មានអីប៉ុន្តែខ្ញុំគាត់តែចង់ចែករំលែកចា cha ពលមួយសិតតែមានវិបត្តិនេះនឹងគ្រូសម្រាប់ខ្ញុំក៏មានវិបត្តិដូចគ្នាប៉ុន្តែជាងក្រោយខ្ញុំចង់ចែករំលែកវិបត្តិរបស់ខ្ញុំដើម្បីឲ្យអ្នកទាំងអស់គ្នាមិនថាយើងមិនថាណាតែសំខាន់បំផុតគឺមនុស្សស្រ័យចង់ឲ្យគ្មានភាពប្រងន់ឡើងវិញតស៊ូឲ្យក្រោបឈើតស៊ូជាមួយវាទៅហាច់ខ្ញុំនឹងពេលខ្លះវាពិបាកទទួលស្គាល់ប៉ុន្តែយើងត្រូវតែរកវិធីសាស្ត្របើមិនចឹងទៅយើងនឹងរស់នៅក្នុងវិបត្តិហ្នឹងបើនិយាយជាក់ស្ដែងទៅបងខ្ញុំតែមក30បាយទេខ្ញុំតែមក30បាយទេ cha ខ្ញុំនៅក្មេងខ្ញុំអត់ក៏មានគ្រួសារឯងអញ្ចឹងខ្ញុំពីមុនមនុស្សខ្ញុំគឺមនុស្សគេហៅថាមនុស្ស independent មនុស្សឯករាជ្យ cha ហ្នឹងហើយមនុស្សឯករាជ្យធ្លាប់តែសប្បាយធ្លាប់តែចង់ថាថាហៅថាមនុស្សរីករាយទៅណាក៏អត់ដែលពិបាកនឹងការធ្វើដំណើរទៅណាឬក៏ហូបចុកខាងស្នាក់នៅគឺខ្ញុំរីករាយគ្រប់ពេលខ្ញុំចូលចិត្តធ្វើឲ្យខ្លួនឯងសប្បាយចិត្តទីមុនតែដល់ពេលដែលដំណាក់កាលមួយសັບភាពចំណែនឆ្លៀននេះគេបានព្យាបាទជើងព្យាបាទហ្នឹងគឺព្យាបាទមិនមែនថាមកខ្លោចចិត្តទេតាំងរូបកាយថាគេ cha ទាំងឯងអត់ខំខ្ញុំក៏គ្រាន់តែថាខ្ញុំអត់ទៅបងគេមិនបានរំលោភអីណាប៉ុន្តែគេកាប់គេចាក់ចឹង cha ហើយគេធ្វើរឿងហ្នឹងមកលើខ្ញុំទាំងតែខ្ញុំមិនបានធ្វើឲ្យខុសហើយខ្ញុំមិនដឹងថាអ្នកណាធ្វើដាក់ខ្ញុំទេទៅព្រោះខ្ញុំមិនបានធ្វើខុសដាក់អ្នកណាបើសិនជាខ្ញុំគិតថាខ្ញុំធ្លាប់ធ្វើខុសឬក៏ធ្លាប់ធ្វើអាក្រក់មួយអ្នកណាអាហ្នឹងពេលហ្នឹងខ្ញុំដឹងថាម្នាក់នេះគេចង់សងសឹកមកវិញតែជាក់ស្ដែងខ្ញុំអត់ដឹងសោះវាចេះមកគិតមើលខ្ញុំយល់ថាបងមានវិបត្តិក្នុងខ្លួនហើយយើងត្រូវការមនុស្សជំនាញខ្លួនឲ្យកម្លាំងចិត្តចាហ្នឹងហើយប៉ុន្តែពេលខ្លះអត់ពិបាកនឹងទូយកបើសិនជាអត់ពិសោធន៍ខ្ញុំវិញខ្ញុំកាធៀបជាក់ស្ដែងកាត់ឡើងតែ3ឆ្នាំមុននេះអូនលើថាខ្ញុំលើក្មេងចាខ្ញុំថ្មីបើនិយាយជាក់ស្ដែង3ឆ្នាំមុនគេធ្វើបាបយើងដល់ថ្នាក់ឡាថាខ្ញុំអត់ហ៊ានចេញក្រៅផ្ទះខ្ញុំហ៊ានចេញក្រៅផ្ទះ6ខែខ្ញុំនៅក្នុងផ្ទះគាត់ឯងទៅខ្ញុំបើកទ្វារខ្ញុំឃើញមនុស្សខ្ញុំខ្លាចខ្ញុំពេលទៅគាត់ដេកទៅណាឬតែសម្រាប់ជើងមនុស្សក៏ខ្ញុំខ្លាចដែរញ័រនឹងខ្លាចមែនតើពេលហ្នឹងខ្ញុំខ្លាចមនុស្សព្រោះយើងមនុស្សធ្លាប់តែធ្វើការមនុស្សនៅធ្លាប់តែរស់រវើកដើរលេងធម្មតាឬក៏ធ្វើការជាទូទៅធម្មតាឬគេអេតឯងដែរសប្តាហ៍ថ្ងៃមួយគេមកធ្វើបាបយើងដល់ពេលថ្ងៃមួយខ្ញុំមើលឃើញខ្ញុំចង់បានជីវិតខ្ញុំឡើងមកវិញដល់ពេលអញ្ចឹងខ្ញុំក៏ថាឥឡូវធ្វើមិនបើនៅតែខ្លាំងនៅអញ្ចឹងយើងពិបាកក្នុងខ្លួនមែនតើ
អារម្មណ៍ហ្នឹងគឺវេទនាហ្មងគាត់ថាយើងមាននេះគឺខុសគ្នាតែយើងគាត់ថាយើងគួរតែរកអឺចំណុចមួយហើយក្រោកឈរឡើងថាម៉េចខ្ញុំក្រោកឈរឡើងកើតខ្ញុំចាប់ផ្ដើមយកtalent របស់ខ្ញុំហ្នឹង តែដល់ពេលជីវិតបងរស់បានប៉ុណ្ណេះដឹកដៃកូនឈរបានប៉ុណ្ណេះអូនសុំបងសុំសរសើរចិត្តបងថារឹងមាំតស៊ូលេបចាអត់ដល់ស្រាប់រឹងមាំទឹកភ្នែកកណ្តែផុតពីទឹកភ្នែកបងមានភាពរឹងមាំឈรงើបសបាយត្រូវរាំទៅជាងងាយមិនចូលរត់ ហ្នឹងហើយពេលខ្លះយើងបង្កើតទាំងអស់ហ្នឹងដើម្បីឲ្យខ្លួនឯងនឹងរីករាយ ឲ្យជីវិតខ្លួនយើងប្រសើរឡើង